អូខេសូមជម្រាបសួរអ្នកគ្នាអញ្ចឹងថ្ងៃហ្នឹងគឺយើងអបសុកយើងមក review នៅ World Hardcore របស់យើងអូខេតោះឥឡូវខ្ញុំទៅអ្នកគ្នាតោះហើយឥឡូវខ្ញុំសុំពាក់អាមើមួយសិនខ្លាចថ្លាក់ទឹកបាក់កងាប់ពាក់ស្លាបពាក់ខោពាក់អីមកបាទខ្ញុំទៅអូខេរបស់ខ្ញុំសិតរបស់អ្នកតារាយបាទព្រោះយើងលេងដល់ចំណុចខ្ពូលហើយបាទអូខេអញ្ចឹងខ្ញុំreview ចាប់ពីតំបន់ស្ពានមុនទៅចុះហ្នឹងឥឡូវខ្ញុំសុំអស់ទៅកន្លែងស្ពានសិនអូខេឥឡូវយើងបានមកដល់កន្លែងស្ពានហ្នឹងហើយចាំមើលខ្ញុំហោះឲ្យទៅមើលកន្លែងនោះវិញអ្នកនេះចុងបញ្ចប់នៃស្ពានហ្នឹងវានៅកន្លែងណាអូខេតោះឥឡូវខ្ញុំហោះទៅអ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងស្ពានហ្នឹងវាមានត្រឹមហ្នឹងទេវាដូចគ្មានអីច្រើនទេហ្នឹងហើយវាភ្ជាប់មកកោះមួយអញ្ចឹងទៅខ្ញុំធ្វើឲ្យរួចទេបាទស្ពានហ្នឹងអត់មានទេមានប៉ុណ្្នឹងឯងអូខេអ្នកគ្នាបន្ទាប់ពីចេញផុតពីស្ពាននោះឥឡូវយើងមកដល់កន្លែងនេះគឺអ្នកគ្នាឃើញថាកន្លែងតែឯងគឺកន្លែងតែវាយវ៉ាន់បាទហ្នឹងហើយកន្លែងតែវាយវ៉ាន់មួយចំនួនហ្នឹងហើយដូច experience អីចឹងទៅហើយផ្លែប៉មហើយអុយមួយចំនួនអីចឹងទៅអ្នកគ្នាហ្នឹងហើយរ៉ែអីចឹងទៅតែប៉ុណ្្នឹងហើយកន្លែងហ្នឹងបន្ទាប់មកគឺយើងមកខាងឆ្វេងដៃនៃកន្លែងដាក់ inventory អ្នកគ្នាកន្លែងនេះគឺកន្លែងដាក់សัตว์ហ្នឹងហើយកន្លែងនេះ mining អូខេឥឡូវខ្ញុំទៅមើលកន្លែងសัตว์មុនហើយនេះគឺការអំពៅតិចតួចអញ្ចឹងណាវាមានច្រើនទេហើយសัตว์ហ្នឹងហើយនឹងសัตว์គោសัตว์ជៀមខ្ញុំបានមកសัตว์ពីរហ្នឹងទេបាទញ៉ៃត្រង់សัตว์ផ្សេងទៀតតែខ្ញុំខ្ជិលបកាអីចឹងដោយសារវាខ្ជិលយកសัตว์មកដាក់វាបាក់អីចឹងទៅហើយនេះគឺជាកន្លែងមកកន្លែងម៉ាញហ្នឹងទីនេះសัตว์ពោះអស់ហាងគេហើយអូខេតោះឥឡូវយើងបន្តទៅមុខទៀតហ្នឹងហើយកន្លែងម៉ាញកន្លែងផ្លូវមកកន្លែងម៉ាញហើយចូលមើលទៅជួយម៉ានៅបោងនៅបោងអានេះហៅថាបោងអូខេឥឡូវប៉ុណ្ណឹងហើយយើងជាមកហើយយើងទៅកន្លែងផ្សេងទៀតអូខេអ្នកនេះឥឡូវយើងបានមកដល់កន្លែងនេះគឺជាកន្លែង enchantment ហ្នឹងហើយកន្លែង enchantment ដែល enchant របស់មួយចំនួនអញ្ចឹងទៅហើយវាប៉ុណ្្នឹងហើយបាទវាប៉ុណ្្នឹងហើយអូខេផុតពីកន្លែង enchantment អ្នកនេះប្រហែលជាឆ្ងល់ថាតាំងតែដាក់យេអូខេតាំងតែដាក់ villager អូខេឥឡូវវាមាន hub អីមួយចំនួនអញ្ចឹងហើយ hub មានរបស់ C បយមួយចំនួនអញ្ចឹងអូខេឥឡូវខ្ញុំចូលទៅមើលខាងក្នុងទាំងអស់គ្នាថាវាមានអីគេអូខេនេះវាមាន villager មួយចំនួនមាន iron golem ចាំការពីអញ្ចឹងទៅហើយនេះគឺមាន grey villager អញ្ចឹងទៅបាទហ្នឹងហើយ grey villager ហើយឡើងភីងមកបាទហើយកន្លែងនេះគឺជាកន្លែងដាំដំណាំរបស់ villager ខ្ញុំធ្វើឲ្យដាំទៅបាទកុំឲ្យវាតែថាដេកស្រួលពេកអញ្ចឹងណាហ្នឹងហើយអូខេឥឡូវយើងផុតពីកន្លែងហ្នឹងយើងចេញពីកន្លែងហ្នឹងទៀតទៅអូខេចេញពីតែ villager មកគ្នាប្រហែលឆ្ងល់កន្លែងដៃគេអាកន្លែងគឺដាក់របស់ទៅពីវិញហ្នឹងបាទខ្ញុំយ៉ាដាំលេងដាក់មើលលយទៅហើយមាន hub មានមួយចំនួនហ្នឹងគ្មានអីទេបាទ hub ហ្នឹងមានរបស់មួយចំនួនចាំបាច់អីតិចតួចហ្នឹងហើយរបស់ហ្នឹងបាទអញ្ចឹងយើងទៅកន្លែងបន្តទៀតអូខេអ្នកសម្រាប់ផ្លូវកន្លែងហ្នឹងដែរគឺមានកន្លែងផ្លូវទៅកន្លែង farm បាទកន្លែង farm នេះគឺជា farm លពៅជាមួយនឹង farm ម្លឹកហើយចូលទៅមើលសមិទ្ធផលរបស់គ្នាថាបានប្រមាណតែហ្នឹងខ្ញុំធ្វើតាំងពីខ្ញុំលេងដំបូងហ្នឹងមើលនេះទៅបានច្រើនហើយវាមានតិចតួចអីចឹងហ្មងណាមករស់អញ្ចឹងទៅតែឥឡូវយើងចេញពីកន្លែងទាំងអស់គ្នាអូខេដល់ចេញពីកន្លែងហ្នឹងឥឡូវយើងបានមកដល់កន្លែង nether ហើយអ្នក nether ខ្ញុំធ្វើជាមករួចទេបាទស្អាតហើយដឹងដែរបាទប៉ុណ្្នឹងហើយកន្លែង nether តោះឡើងទៅកន្លែងផ្សេងទៀតអូខេគ្នាកន្លែងនេះវិញគឺកន្លែងសួនបាទមើលទៅខ្ញុំដាក់ឲ្យឌីកូឲ្យស្អាតទេកន្លែងហ្នឹងហើយមកដល់កន្លែងនេះវិញគឺជា farm ដើមម្សៅហើយនឹងដើមអំពៅបាទកន្លែងហ្នឹង farm ដើមម្សៅដើមអំពៅហើយអ្នកគ្នាអាចមើលសមិទ្ធផលបានគឺប៉ុណ្្នឹងឯងបាទសមិទ្ធផលវាបន្ទាប់ពីផុតកន្លែងនេះមកគឺយើងមកដល់កន្លែងមួយនេះតែកន្លែងនេះដែរគឺជា farm ផ្លែឈើបាទថាផ្លែឈើផ្លែឈើលពៅទៀតបាទខ្ញុំអាសាធ្វើ farm អានេះខ្ញុំធ្វើតាំងពីខ្ញុំលេងដំបូង farm នេះគឺ farm ស្រូវហ្នឹងហើយអូខេកន្លែងមានប៉ុណ្្នឹងហើយឥឡូវយើងទៅកន្លែងបន្ទាប់មកនេះហើយកន្លែងបន្ទាប់នោះផងដែរគឺជាផ្ទះរបស់ខ្ញុំបាទណាក្រែមើលបានផ្ទះហ្នឹងហើយជន់ក្រោមវាដូចគ្មានស្អីទេបាទតែឲ្យល្អលះបៀលដល់សម្បកផ្ទះនេះបៀលមិនដែលបាននៅទេឥឡូវយើងឡើងទៅជន់ខាងលើទាំងអស់គ្នាមកដល់ជន់ខាងលើគឺវាក់ជាមួយនឹងតំបន់ inventory ទេបាទខ្ញុំវើនេះសម្បូរកន្លែងដាក់ inventory ខ្លាំងមែនទែនហ្នឹងហើយមើលបានហើយកន្លែងនេះគឺជាកន្លែងមើលទេសភាពមើលគោមើលជៀមអីចឹងទៅហ្នឹងហើយកន្លែងមើលទេសភាពហើយកន្លែងផងដែរហើយកន្លែងហ្នឹងដល់កន្លែងនេះគឺជាកន្លែងដេករបស់ខ្ញុំដែលបាត់ដេកបាទកន្លែងហ្នឹងធ្វើឲ្យតែបានមកហើយទេហើយជាចុងក្រោយនេះគឺជាកន្លែងចុងក្រោយគេបងអស់គឺតំបន់ចង្ក្រានហ្គាសបាទសម្រាប់ចម្អិនអាហារអញ្ចឹងណាហ្នឹងហើយមានអញ្ចឹងមានប៉ុណ្្នឹងហើយវើហ្នឹងបាទអូខេអ្នកនរអញ្ចឹងខ្ញុំមានប៉ុណ្្នឹងហ្នឹងហើយវីដេអូ review អំពី world របស់ខ្ញុំអូខេ
hay trong cái không phải subscribe ไป like ផងហ្នឹងហើយអរគុណជំរាបលាតែភ្លេចបញ្ជាក់បើ ver ហ្នឹងគឺជា ver ហាត់ខួរណាគ្នាហ្នឹងហើយជំរាបលា